ប្រធានអាស៊ានកម្ពុជានិងថៃបញ្ជាក់ឡើងវិញអំពីការអនុវត្តកិច្ចព្រមព្រៀងសន្តិភាពនិងជំរុញវឌ្ឍនភាពលើការដោះមីនថ្ងៃទី16ខែវិច្ឆិកាឆ្នាំ2025នាយករដ្ឋមន្ត្រីនៃប្រទេសម៉ាឡេស៊ីលោកអាន់វ៉ាអ៊ីប្រាហ៊ីមបានបញ្ជាក់នៅថ្ងៃអាទិត្យនេះអំពីលទ្ធផលវិជ្ជមាននៃកិច្ចពិភាក្សារបស់លោកជាមួយលោកប្រធានាធិបតីអាមេរិកដូណាល់ត្រាំព្រមទាំងជាមួយនាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជានិងថៃតាមរយៈទំព័រប្រព័ន្ធផ្សព្វផ្សាយសង្គមលោកអ៊ីប្រាហ៊ីមបានមានប្រសាសន៍ថាក្នុងអំឡុងពេលកិច្ចសន្ទនារបស់ខ្ញុំជាមួយលោកប្រធានាធិបតីដូណាល់ត្រាំលោកនាយករដ្ឋមន្ត្រីហ៊ុនម៉ាណែតនិងលោកនាយករដ្ឋមន្ត្រីអនុទានឆានវរៈកុលយើងបានបញ្ជាក់ជាថ្មីអំពីការបដិញ្ញាចិត្តរបស់យើងក្នុងការធានានៅការអនុវត្តកិច្ចព្រមព្រៀងសន្តិភាពកូឡាឡាំពួរឲ្យបានពេញលេញនិងមានប្រសិទ្ធភាពលោកនាយករដ្ឋមន្ត្រីអ៊ីប្រាហ៊ីមក៏បានសង្កត់ធ្ងន់ផងដែរថាប្រទេសទាំងពីរបានបដិញ្ញាចិត្តធ្វើឲ្យមានវឌ្ឍនភាពលើកិច្ចប្រឹងប្រែងដោះមីនរួមដែលបានព្រមព្រៀងគ្នានៅតាមព្រំដែននៃប្រទេសទាំងពីរហើយយើងក៏បានឯកភាពគ្នាផងដែរថាវឌ្ឍនភាពប្រកបដោយអត្ថន័យត្រូវតែធ្វើឡើងលើបញ្ហាដោះមីនដោយពុំពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មណាមួយឡើយប្រធានអាស៊ានបច្ចុប្បន្នរូបនេះបានសម្ដែងការកោតសរសើរចំពោះការបដិញ្ញាចិត្តដោយផ្ទាល់និងយ៉ាងសកម្មរបស់លោកប្រធានាធិបតីអាមេរិកដូណាល់ត្រាំក្នុងការដោះស្រាយបញ្ហានេះ